កុំឲ្យត្រសក់មានបញ្ហាល្វីងត្រូវដឹងរឿងទាំងនេះបញ្ហាត្រសក់មានរសជាតិល្វីងខ្លាំងមិនមែនបណ្ដាលមកពីជំងឺឬសត្វល្អិតនោះទេប៉ុន្តែវាបណ្ដាលមកពីការប្រមូលផ្ដុំនៃសារធាតុគីមីធម្មជាតិមួយនៅក្នុងដំណាំត្រសក់ទី1មូលហេតុចម្បងនៃរសជាតិល្វីងក្នុងត្រសក់គឺបណ្ដាលមកពីការកើនឡើងនៅកំហាប់នៃសារធាតុគីមីម្យ៉ាងមានឈ្មោះថា Cucurbitacin ដែលជាសារធាតុសំយោគធម្មជាតិនៅក្នុងរុក្ខជាតិត្រកូល Cucurbitacin រួមមានត្រសក់ឪឡឹកត្រឡាចល្ពៅជាដើមតួនាទីរបស់ Cucurbitacin សារធាតុ Cucurbitacin ជាទូទៅមានតួនាទីជាយានការពារធម្មជាតិរបស់រុក្ខជាតិដើម្បីទប់ទល់នឹងសត្វល្អិតឬសត្វស៊ីស្លឹកកត្តាជំរុញឲ្យកើនឡើងនៅភាពល្វីងកត្តាដែលធ្វើឲ្យត្រសក់ផលិតសារធាតុ Cucurbitacin ច្រើនហួសមានដូចជាទី1បញ្ហាទឹកជាមូលហេតុធំជាងគេបំផុតការស្រោចទឹកមិនទៀងទាត់ការបណ្ដោយឲ្យដីស្ងួតហួតហែងខ្លាំងរួចស្រោចទឹកច្រើនវិញនឹងបង្កឲ្យមានភាពតានតឹងនិងឲ្យរុក្ខជាតិបញ្ចេញសារធាតុល្វីងកង្វះជាតិទឹកយូរជាពិសេសនៅដំណាក់កាលផ្លែកំពុងលូតលាស់មូលហេតុមួយទៀតគឺបណ្ដាលមកពីស្ថានភាពក្តៅខ្លាំងកម្ដៅខ្លាំងពេកអាចជំរុញឲ្យត្រសក់ផលិតសារធាតុល្វីងបញ្ហាត្រជាក់ខ្លាំងពេកក៏អាចបង្កភាពតានតឹងផងដែរដីខ្វះសារធាតុចិញ្ចឹមការខ្វះសារធាតុចិញ្ចឹមសំខាន់ឬបញ្ហាបេហាក្នុងដីជាកត្តារួមផ្សំបញ្ហាពូជត្រសក់ប្រពៃណីមួយចំនួនមានទំនោរទៅរកការផលិតសារធាតុល្វីងច្រើនជាងពូជកូនកាត់ទំនើបការបែកស្លឹកឬការខូចខាតលើស្លឹកដើមឬដោយសារសត្វល្អិតឬការថែទាំក៏អាចជំរុញការផលិត Cucurbitacin ផងដែរតោះបងប្អូនមកដឹងពីវិធីការពារនិងដំណោះស្រាយទី1វិធានការការពារការគ្រប់គ្រងទឹកឲ្យបានត្រឹមត្រូវស្រោចទឹកជាប់លាប់នេះជាគន្លឹះដោះស្រាយភាពល្វីងត្រូវស្រោចទឹកឲ្យបានទៀងទាត់និងគ្រប់គ្រាន់ដើម្បីរក្សាសំណើមដីកុំឲ្យស្ងួតហួតហែងខ្លាំងនិងគួរប្រើប្រព័ន្ធដំណក់ទឹកផងដែរការគ្រប់គ្រងស្ថានភាពផ្ដំម្លប់បន្តិចបន្តួចឬដាំនៅកន្លែងដែលមិនត្រូវកម្ដៅខ្លាំងពេកពេញមួយថ្ងៃជាពិសេសនៅរដូវប្រាំងការជ្រើសរើសពូជការប្រើត្រសក់ដែលត្រូវបានគេបញ្ជាក់ថាជាពូជជំនឿល្វីងព្រោះពូជទាំងនេះត្រូវបានបង្កាត់ពូជដើម្បីផលិតសារធាតុ Cucurbitacin តិចតួចបំផុតការថែទាំដីប្រើចំបើងឬសម្បកកាកសំណល់មកគ្របដីដើម្បីជួយរក្សាសំណើមដីឲ្យបានយូរនិងគ្រប់គ្រងស្ថានភាពដីផ្ដល់ជីដែលមានតុល្យភាពជៀសវាងការខ្វះសារធាតុចិញ្ចឹមចំណែកដំណោះស្រាយនៅពេលល្វីងប្រសិនបើយើងបានប្រមូលផលត្រសក់ដែលល្វីងរួចហើយគឺមិនមានវិធីព្យាបាលឲ្យបាត់ល្វីងនោះទេចូលចិត្តតាមដានឬចែករំលែកមាតិកាកសិកម្មកុំភ្លេចចុច like និង follow ផេកកសិ